Hello ก็จะถึงออกគ្នាចូលយើងជួយធ្វើតែតដឹងថាត្រូវធ្វើមុនសក់មួយទីហ៊ាននេះតម្លាក់រហូតអញ្ចឹងមកមើលទាំងអស់គ្នាតែមុនមករៀបចំខ្លួនទីហ៊ានហ្នឹងគឺខ្ញុំមកត្រូវការទឹកជំនួយកម្លាំង 2 cups ទាំងអស់គ្នាខ្ញុំចូល green tea ព្រោះវាឈ្ងុយតែហើយឆ្ងាញ់ទាំងអស់គ្នាណាគេចិត្តញ៉ាំ green tea ខ្ញុំខ្លះគេទៅ 2 cup គាត់មានទឹករសជាតិច្រើនខ្លាំងមែនតើហើយជាពិសេសដល់គឺងាយស្រួលដាក់ចឹងមកទាំងអស់គ្នាយកទៅសាលាក៏បានដែរសំខាន់ពេល order មកអញ្ចឹងគឺមាន time topping យើងទាំងអស់គ្នាអាចធ្វើការ order តាម app បានបើទឹកនេះរសជាតិគឺឆ្ងាញ់មកទាំងអស់គ្នាព្រោះខ្ញុំចិត្តញ៉ាំរសជាតិបែបហ្នឹងតែទាំងអស់គ្នាចង់ញ៉ាំសាបចង់ញ៉ាំផ្អែមជាងនឹងអីទាំងអស់គ្នាអាចប្រាប់គាត់បានតាមនឹងចឹងតោះយើងមកបើមកគ្រប់យុទ្ធជាតិសិនឆ្ងាញ់ very nice let's go get it សូត្បូងគឺខ្ញុំមកបាញ់ជាមួយនឹង spray បាញ់មុខសិនដើម្បីឲ្យមុខត្រជាក់ទាំងអស់គ្នាហើយបន្ទាប់ខ្ញុំជូតចេញហើយបន្ទាប់មកគឺខ្ញុំមកលាបជាមួយនឹងម៉ូតស្បែកដើម្បីមុខមានសំណើទាំងអស់គ្នាតែតិចបានណៃគ្រូអីថ្លៃហើយបន្ទាប់ទៅគឺខ្ញុំមកលាបជាមួយនឹងលាការពីតម្រូវថ្ងៃទាំងអស់គ្នានិយាយទៅមុខខ្ញុំតែប៉ុណ្្នឹងឯងតែខ្ញុំនៅរៀនទាំងអស់គ្នាបន្ទាប់ទៅគឺខ្ញុំមកដែរចោលទាំងអស់គ្នាទៅគូមកបន្តមកទៀតគឺថ្ពាល់ទាំងអស់គ្នាអត់លាបគាត់អីដែរប៉ុន្តែបើលាបទៅវាអាចនឹងរស់ទាំងអស់គ្នាព្រោះបើយើងអត់លាបទៅដូចសូប៊ីចឹងស្លេ and lastly ក្រែមទាំងអស់គ្នាស្នាប់នេះគឺខ្ញុំលាបជាមួយនឹង Vaseline បន្ទាប់មកខ្ញុំដាក់ក្រែមពណ៌ក្រហមពីលើដើម្បីឲ្យវាមានពណ៌បន្តិចនិងដល់វគ្គសំខាន់នេះទាំងអស់គ្នាគឺម៉ូតសក់14យ៉ាងខ្ញុំតែទៅប្រើប្រាស់ពេលទៅសាលាម្ដងហ្នឹងអ្នកគ្នាខ្ញុំនិយាយឡើងហត់ទេទាំងអស់គ្នានេះអញ្ចឹងយើងបួតមកគ្រប់ទៀតអូខេអញ្ចឹងតោះយើង let's go to hairstyle number 1អ្នកទាំងអស់គ្នាអានេះគេហៅថាសក់សុភាពអ្នកទាំងអស់គ្នាសក់សុភាពម៉ូតសក់សុភាពអ្នកទាំងអស់គ្នាគាត់ធ្វើការចាប់សក់គៀនហើយទាញកូនសក់ខាងក្រៅចងជាការសាច់ហេតុអត្តភាពពុស្អាតនេះទាំងអស់គ្នាមិនសក់សក់អីយ៉ានេះក៏មិនសក់សក់អីអ្នកទាំងអស់គ្នាចង់សក់សក់ក៏បានតែបើសក់សក់អត់ស្អាតចឹងនេះណាខ្ញុំប្រាប់ហើយតែអញ្ចឹងយើងចូលទៅដល់ម៉ូតសក់ទៅសាលាទី2របស់គ្នាគឺអានេះខ្ញុំហៅថាសក់ខ្ជិលម៉ូតសក់នេះក៏មិនចាំបាច់ប្រើប្រាស់គេហើយអ្នកទាំងអស់គ្នាគ្រាន់ចាប់សក់ឡើងទាំងអស់ហើយយើងចងដូចកតុយសេះចឹងអ្នកទាំងអស់គ្នានិយាយទៅយើងត្រូវការសក់អានេះកន្លែងហ្នឹងហ្មងអត់ត្រូវការសក់ដាក់តាគៀបដែរមកហើយនិយាយទៅអញនិយាយបានថាជាម៉ូតសក់ទូទៅអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំឆ្លាញ់ខ្លាំងហ្មងនិយាយទៅវាស្រួលណាស់ហ្នឹងហើយមួយទៀតគឺខ្ញុំខ្វាំងយកហ្មង hairstyle ទី3នេះគឺជា one of my favorite បងប្អូនខ្ញុំចិត្តប្រើនឹងច្រើនជាងគេហើយ last one ហ្នឹងគឺអានេះមិន messy bun ធម្មតាគឺ double messy bun ហ្មងហ្នឹង big bun ខ្លាំងមកអ្នកនរគ្នាខ្ញុំចិត្តចង់អញ្ចឹងវាងាយស្រួលលឿនអ្នកនរគ្នាហើយវាអត់ញ៉ៃទៀតយ៉ាdone bike slow ក៏តែ comment ខាងក្រោមវីដេអូហ្នឹងថាអ្នកនរគ្នាជួយ style មិនណាជាងគេហើយអ្នកនរគ្នាត្រូវការ drink complete brand 2 cup អ្នកនរគ្នាជាពិសេសអ្នកនរត្រូវការទិញ franchise ពីគាត់ឥឡូវកំពុងតែមាន promotion free មួយសិនជាច្រើនខ្ញុំដាក់លើនឹងអ្នកនរគ្នាហើយឥឡូវនេះ 2 cup ក៏គាត់ទទួលជាមួយនឹងសេវាកម្មក្នុងធីមកោការអ្នកនរគ្នាជាលក្ខណៈភេសជ្ជៈអ្នកនរគ្នាអាចធ្វើការតាក់ទងទៅគាត់ផ្ទាល់ហ្មងទៅព្រោះភេសជ្ជៈគាត់ឆ្ងាញ់ហ្នឹងហើយអញ្ចឹងចប់ហើយតែរៀនតែបាយ